ជំរាបសួរដល់សិស្សគណៈនិងលោកគ្រូអ្នកគ្រូលោកប្រុសលោកស្រីដែលបានតាមដានប្រវត្តិផ្កាយនៅក្នុងមហាតក្សាឥឡូវនេះយើងមកបង្ហាញផ្កាយចុងបញ្ចប់គឺផ្កាយព្រះកេតុនិងមฤតយោ9ព្រះកេតុនេះបាននាមថាផ្កាយនៅព្រះគ្រោះដួងទី9ក្នុងដំណើរទេវកំណើតមិនបានពោលទុកថាសាងដោយអ្វីហើយក៏មិនបានជាផ្កាយដែលសោយអាយុមនុស្សផងប៉ុន្តែថាជាផ្កាយដែលជាប់តាក់ទងជាមួយនឹងដួងចតាកំណើតរបស់បុគ្គលហើយហោរាចារ្យប្រើវិធីខ្នាន់ខ្នេក្នុងការចងដួងចតាដូច្នេះទើបបានខ្ញុំសរសេរទុកគ្រាន់ជាគោលសេចក្តីដើម្បីឲ្យគ្រប់ចំនួនដែលហៅថានិព្វគ្រោះទី9ដួងក្នុងក្រាំងជាតម្រាបុរាណហោរាសាស្ត្រនិងដួងកាលចក្រពោលថាព្រះកេតុនេះសាងដោយស្ដេចនាគ9រូបជាវិញ្ញាណធាតុស្ថិតនៅត្រង់កណ្ដាលផ្នែករបស់កាយនិព្វគ្រោះទី8គឺថាមិននៅក្នុងទិសណាចំណែកក្នុងតម្រាហោរាសាស្ត្រជារបស់បុរាណប្រេងនាយពោលថាព្រះកេតុគឺព្រះសមុទ្រអ្នកគ្រប់គ្រងសមុទ្រជាកន្ទុយនាគមានកូនជាផ្កាយដោះកន្ទុយឬព្រាយហោះក្នុងបទានុក្រមរបស់ក្រុមតម្រាប្រែថាដូច្នេះតែតម្រាហោរាសាស្ត្ររបស់បុរាណប្រេងនាយពោលថាព្រះកេតុទេវរាជទ្រង់ទឹកសុវណ្ណអភរណៈវិភូសិតទ្រង់ស្ដេចមករឿងរិទ្ធជាពាហនៈព្រមដោយទេពសូរារិទ្ធិចោមរោមជាបរិវារស្ថិតនៅក្នុងស្ថានបច្ចឹមទិសត្រង់ទីនេះប្រហោះនៅប្រចាំនៅនឹងមកនៅត្រួតបានទៀតយ៉ាងណាប៉ុន្តែខ្ញុំបានស្នើនឹងលោកជាហោរាចារ្យបានសេចក្តីថាទៅអាស្រ័យនៅជាមួយនឹងប្រហោះក្នុងតម្រាហោរាសាស្ត្រដួងកាលចក្រពោលថាជាផ្កាយដែរមិនចាំបាច់សំទោសអ្នកណាបើជាមហាឧច្ចៈក៏នឹងបញ្ជូនផលដល់ម្ចាស់ចតាមានសេចក្តីសុខចម្រើនមិនប្រកាសថាឲ្យផលអាក្រក់បើសិនបើទៅនៅរួមនឹងផ្កាយនៅប្រគ្រោះដតីរបស់រាសីផ្សេងក៏ដំឡើងអំណាចផ្កាយទាំងអស់នោះឲ្យរឹងរិតតែខ្លាំងឡើងថែមទៀតផងបើព្រះកេតុទៅកុំលក្ខណៈទៅសង្កត់លក្ខណៈក្តីត្រួតលក្ខណៈក្តីអានឹងគេហៅថាកុំចូលជាមួយផងច្រើនប្រកាន់ចិត្តជាប្រមាណប្រហែលនឹងរាហូប៉ុន្តែផ្សេងត្រង់កន្លែងដែលចេញទៅក្រៅផ្លូវដែលមិនគួរនឹងប្រព្រឹត្តរំលងព្រះកេតុច្រើនតែមានត្រចៀកនោះហឹងជួនកាលចង់សក់ឡើងខ្វង់ហើយប្រព្រោះបន្តិចមិនសូវមានទុកដៅអ្វីនឹងអ្នកណាទោះបីមានទុកអត់សុខចូលមកដល់ខ្លួនក៏អាចជួយខ្លួនឲ្យផុតរលត់នៅសេចក្តីទុកវិញបានចាត់ជាវងសង្គមកុសលសង្កេតបានថាអ្នកមានព្រះកេតុកុកុំនៅព្រះកេតុច្រើនមានយុស័កល្អមានតំណែងនាទីក្នុងរាជការច្រើនយ៉ាងតែមិនភ្លេចថាក្រៅពីផ្លូវនោះត្រូវតែមានជានិច្ចហើយបានជាអ្នកមេដឹកនាំលឿនផងមិនព្រមឲ្យអ្នកណាចាញ់ប្រៀបក្នុងកំណាន់ខ្លួននាយចៅបាយមានមេត្តាប្រណីប្រើប្រាស់ដោយសេចក្តីរីករាយស្មោះត្រង់ល្អឯអ្នកដែលព្រះកេតុកុកុំតែងបានរួមរួចអាយុដោយយឺនយូរមិនជាអ្នកត្រូវរាជភ័យផងព្រោះជាវិញ្ញាណធាតុគឺជាប់មកពីធាតុទឹកមានដំណក់ជាក្រសែវែងនោះជាលក្ខណៈសន្តានព្យាករទៀតផងតាមសេចក្តីពិតបើសិនជាបានពោលពីធាតុព្រះកេតុកើតពីពពុះទឹកដោយផ្កាយធាតុទាំងឡាយខាងតេសិនទិសសសៀមកខាងនិរដីជាប់អគិភ័យជាប់ព្រះអគិដែលជាព្រះសៅម្ដងចូលគ្រប់គ្រងក្នុងពាក់កណ្ដាលចិត្តមិនមានទិសអាចារ្យខ្លះថាថយកម្លាំង7ដោយរាប់បងចន្លោះអាចារ្យខ្លះថាកម្លាំង9ព្រោះជាផ្កាយនៅព្រះគ្រោះអាចារ្យខ្លះប្រកាន់ថាការសាងដោយញាតិ10រូបប្រកាន់កម្លាំង10តែឃើញថាមិនគួរប្រកាន់យកមានកម្លាំងឡើយព្រោះវិញ្ញាណជារបស់កណ្ដាលហៅថាចិត្តដ៏ប្រផាសារៈគឺស្អាតពិសេសដាក់នៅដោយល្អហើយបើយកអារម្មណ៍ទាំងឡាយទៅខ្ចប់ចូលក៏ប្រព្រឹត្តទៅតាមអារម្មណ៍នោះដោយព្រះកេតុនៅកណ្ដាលភ្នែកនឹងជាអាប់មិនល្អមិនអាក្រក់គួរប្រើច័ន្ទប្រហោះរួមគ្នាឬប្រើតែប្រហោះជាភូមិព្យាករតំនាយរឿងនេះលបងសាកហើយមិនត្រូវថ្នាក់ទាំងពីរផ្នែកព្រោះថាมันមានហេតុផលដូចនេះបើយកភូមិកំណើតដើមមកព្យាករគ្រាន់បានត្រូវជាងគឺគួរចាត់ទុកជាកណ្ដាលដូចជាចូលកណ្ដាលភ្នែកជាភូមិអាប់មិនលើកមិនដាក់ហាមិនឲ្យទាយនោះត្រូវមែនហើយតម្រាខ្លះថាកំសួលទឹកប្រកេតុខ្លះគេថាកំសួលទឹកមិនពុះទឹកទេហើយនិយាយចូលដល់កន្លែងពាក់កណ្ដាលភូមិអីហ្នឹងភូមិអាប់ភូមិមិនអាប់លើកថ្នាក់អីសាកលបងទាយពីផ្នែកហ្នឹងមើលភូមិព្យាករហ្នឹងតាក់តងចាក់រាសីដែលគេយកតាក់សាទៅដើរភូមិតាក់សានោះអាកន្លែងហ្នឹងចាំចូលដល់ចាក់រាសីខ្ញុំនឹងពន្យល់ព្រោះថាទៅដល់ហ្នឹងស៊ីជម្រៅមែនតើ
ខ្ញុំនឹងធ្វើវីដេអូតាក់ទងចាក់រិស័យយល់ទៅផ្នែកខាងហោរាបើខ្ញុំចេះប៉ុន្មានខ្ញុំបង្រៀនប៉ុណ្ណឹងតែគាត់ថាផ្នែកហោរានេះដែលខ្ញុំបានយល់មកគឺមានតក្សមហាភូតយាមតាក់ទងរឿងយាមជន់ឆាយាមួយយាមអន្តកាលណាមានអតៈ9ឋានយើងប្រគ្រប់ដល់12ទៅដោយយោងតាមតក្សាផងមហាភូតផងហើយនឹងចាក់រិស័យយាមនិងក្បួនចាក់រិស័យវិជ័យសង្គ្រាមតម្រាអន្តរភាពបាតច័ន្ទព្យាករក្បួនត្រីវៃត្រីលោកសាសក្បួនកាលចក្រមានតទៅទៀតអានឹងរឿងដែលវែងឆ្ងាយទៅខាងមុខឥឡូវយើងបន្តផ្កាយកេតុដដែលក្រៅពីផ្កាយកេតុចេញនៅមានផ្កាយអមរិតយើងមួយទៀតមួយដួងទៀតដែលលើសពីផ្កាយព្រះគ្រូបើសិនមិនសរសេរតឃើញថានៅសល់មួយដួងដែលត្រូវចាត់ចូលក្នុងផ្កាយជាប់តាក់ទងនឹងដួងចេតាមនុស្សផងមរិតយូឬក៏គេហៅផ្កាយមរណៈឬក៏ផ្កាយស្លាប់មរិតយូប្រែថាស្លាប់ងាប់មរិតយូជាអាកាសធាតុតែថាមិនមែនផ្កាយក៏មិនបានព្រោះមានគោចរក្នុងតំណងហោរាសាស្ត្រពោលថាស្រដៀងគ្នាទៅនឹងផ្កាយព្រះគ្រូប៉ុន្តែថាដើរចូលយូជាងផ្កាយគ្រប់ដួងទាំងអស់ប្រើប្រកបការព្យាករដូចជាផ្កាយមរិតយូនេះត្រូវនេះកោះកុំលក្ខណៈហើយច្រើនទាយថាជាមនុស្សប្រជុំដោយរោគាព្យាធិឬមានរោគាខូចអាការៈខាងក្នុងមកតាំងនៅច្រើនឈ្ងុយស្ងប់ឬប្រម៉ោះកាលនៅក្មេងលុះមកដល់ពាក់កណ្ដាលវ័យមនុស្សទៅបានឆ្លាតតែថាអាយុខ្លីជាជោគជាខ្លួនជោគជាំនឹងបើកចំហដល់ឲ្យព្រះគ្រូដតីចូលទៅតាំងនៅព្រោះថាជាអាកាសការទៅជ្រែកចូលត្រង់កន្លែងណាហើយក៏ធ្វើឲ្យកន្លែងទីនោះរួញពេលវេលាឬអាចឲ្យមានភ័យអន្តរាយផ្ដេសផ្ដាស់តែម្ដងជាតួសាំល្អណាស់តែចង់និយាយថារួញអាយុខ្លីហ្នឹងបើវាចូលមកពីជ្រែកត្រង់ណាហើយនៅក្នុងផែនចក្រាស័យរបស់ដួងចតាហ្នឹងព្រោះគេបែងចែកនៅក្នុង12ហ្នឹងគឺវាមានផ្ទៃមុខវាមានសក់បញ្ចូលមកនៅក្បាលទៅរាស័យដែលវាស្ថិតនៅក្បាលធ្វើឲ្យស្កូវសក់អីចឹងទៅជ្រុះសក់អស់អាហ្នឹងឧទាហរណ៍ទេផ្កាយនេះជាផ្កាយដែលមិនធ្លាប់ឲ្យគុណដល់អ្នកណាឡើយមានតែឲ្យទោសតែម្យ៉ាងពោលដោយប្រកាសថាទោះពួកហោរាអឺរ៉ុបក៏គង់ខ្លាចផ្កាយអមរិតដែលយើងនេះដែរជួនកាលដើររកប៉ះឃើញផ្កាយអមរិតយើងនៅត្រង់អង្កាញ់ទឹករលកសមុទ្រទៅតាមគ្នាសរុបរួមផ្កាយព្រះគ្រូមាន9ដួងវៀងតែដួងអមរិតយើងមិននៅក្នុងកេណ្ឌបើសិនដល់កម្លាំងបើនិយាយដល់កម្លាំង108ក៏ត្រូវលើកព្រះកេតុចេញដែរតែបើនឹងធៀបព្រះគ្រូវិញព្រះកេតុឲ្យគុណល្អតែមួយស្ថានអមរិតយើងតែត្រូវគ្នានឹងអមរិតយើងឲ្យអាក្រក់មួយស្ថានដូចគ្នាអញ្ចឹងមិនថាកេតុហ្នឹងឲ្យល្អអមរិតយើងនេះអាក្រក់ហើយកម្លាំងផ្កាយអាទិត្យ6ច័ន្ទ15គៀ8ពុទ្ធ17សៅរ៍10រាហូ10ពហុ19រាហូ12ប្រសព21ហ្នឹងចឹងបូកសរុបចូលគ្នាទៅបាន108ប្រកេតុ9ទៀត3បាន117តែប្រកេតុគេមិនរាប់ទេហើយកម្លាំងចក្រវាលនេះ108ហ្នឹងគឺស្មើនឹងកម្លាំងព្រោះថាកម្លាំងនៅវៀងក្នុងមួយចក្រាស័យស្មើនឹង108នៅវៀង36ត្រីរៀងហើយកម្លាំងនៅវៀងនេះគេហៅថាកម្លាំងដែលមង្គលចក្រវាលណានៅក្នុងពុទ្ធសាសនាក្តីព្រះអង្គសម្ដែងអំពីមង្គលសូត្រ108ប្រការធម្មចក្រអីហ្នឹងឥឡូវនេះក៏សូមសន្មតថាចប់ប៉ុណ្ណឹងប្រវត្តិកាយយើងមេរៀនបន្ទាប់ហ្នឹងគឺរៀនអំពីសក្ការៈព្រោះហោរាចោលសក្ការៈគឺត្រូវតែសិក្សាអញ្ចឹងដល់មេរៀនដែលខ្ញុំត្រូវបង្ហាញនៅលើក្តារខៀនអញ្ចឹងដល់យោងហេតុទៅតាមកាលវេលានិងបរិយាយរាយរាប់ដោយប្រវត្តិផ្កាយទាំងប្រមាណនេះក៏សូមអស់លោកសូមសិក្សាណាបានសូមប្រកបដោយសេចក្តីបងប្រាថ្នាហើយកុំភ្លេចជួយ like ជួយ share ដើម្បីខ្ញុំបានបន្តដំណើរទៅមុខទៀតព្រោះថាការចែកម្លែកនេះគឺចេញពីចិត្តហើយក៏មិនបានទៅលក្ខណៈថាយ៉ាងណាដែរគាត់ថាពេលខ្លះបើបានសម្រាប់បងប្អូនបាន share បានញាតិដទៃទៀតបានឃើញក៏បានចំណេះដឹងទៅគ្រាន់បើយើងជៀសវាងដេកដកដង្ហើមចោលដោយស្នប់ជាងដៃរកប្រយោជន៍គ្មានណាបើយើងរៀនទៅគ្រាន់បានចេះចាំចេះដឹងខ្លះមិនបានដោះស្រាយរឿងអ្នកណាក៏ដោះស្រាយដំណើរជីវិតរបស់ខ្លួនសូមអរគុណសូមគោរពលា